ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូថ្ងៃនេះចែករំលែកអ្នកទាំងអស់គ្នាតាក់ទងទៅនឹងចំណូលខ្ញុំតិចត្រូវចាត់ចែងទៀតមែនបងទាំងអស់គ្នាឆ្ងល់ទេថាប្រាក់ខែខ្ញុំឬក៏ចំណូលរបស់ខ្ញុំតិចអីហ្នឹងហើយខ្ញុំមកទៅចាត់ចែងលុយធ្វើអីទៀតហ្នឹងបើខ្ញុំចំណូលតិចអីហ្នឹងឲ្យតែចាយថ្លៃភ្លើងហើយថ្លៃទឹកហើយប៉ុណ្ណឹងខ្ញុំរួចរាល់ខ្ញុំមិនបាច់ចាត់ចែងដោយបងឯងនិយាយទេបងឯងនិយាយបានតែនិយាយហ្នឹងតែបងឯងអត់បានធ្វើផងហ្នឹងអីចឹងទៅអត់ទេចាខ្ញុំអត់ខឹងអ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាយល់ថាការចាត់ចែងវាអត់មានសារៈសំខាន់នៅពេលដែលអ្នកទាំងអស់គ្នានឹងអត់ទាន់ដល់ពេលវេលាមួយអត់ទាន់ដល់ខណៈពេលមួយដែលលុយ$1មួយកាក់ម៉ាស៊ីនរបស់អ្នកទាំងអស់គ្នានឹងមានសារៈសំខាន់អញ្ចឹងអ្នកទាំងអស់គ្នាតែងតែអត់ឲ្យតម្លៃទៅលើការចាត់ចែងលុយអញ្ចឹងណាអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមកចែករំលែកអ្នកទាំងអស់គ្នាតាក់ទងទៅនឹងចំណូលតិចតួចយ៉ាងណាក៏ដោយក៏ត្រូវតែចាត់ចែងដែរអញ្ចឹងការចាត់ចែងលុយហ្នឹងគឺគេមានក្បួនខ្នាតរបស់គេអញ្ចឹងណាបើនិយាយមួយទៀតទៅដូចថាត្រូវតែមានច្បាប់របស់គេអញ្ចឹងទៅអញ្ចឹងពេលដែលយើងចាត់ចែងលុយទៅតាមអីដែលយើងកំណត់ហើយអញ្ចឹងអាហ្នឹងវាដូចជាវាទម្លាប់ចាអញ្ចឹងវាជាច្បាប់ធម្មជាតិដូចថាយើងក្រោកមកយើងធ្វើអីមុនគេក្រោកមកយើងតម្រង់ទៅមុតទឹកលុបមុខដុសថ្មិញអីអញ្ចឹងទៅរបៀបដូចថាយើងមានទម្លាប់នឹងជាប្រចាំទោះយើងហត់ទោះយើងអត់ចង់ធ្វើមិនក៏ដោយក៏វាជាទម្លាប់មួយដែលយើងត្រូវតែធ្វើជាប្រចាំដូចគ្នាតើតើទៅនឹងការចាត់ចែងលុយវាជាទម្លាប់ណាទាំងអស់គ្នាមានទម្លាប់ល្អពីមួយថ្ងៃទៅមួយថ្ងៃទម្លាប់ហ្នឹងអញ្ចឹងទម្លាប់ល្អហ្នឹងនឹងជួយអ្នកទាំងអស់គ្នាបានច្រើនមែនតើអញ្ចឹងទី1តើតើទៅនឹងទម្លាប់ចាត់ចែងលុយគឺត្រូវតែមានតារាងចំណូលនិងចំណាយអ្នកទាំងអស់គ្នាចំណូលមានប៉ុន្មានត្រូវកត់ចាអញ្ចឹងចំណាយមានប៉ុន្មានក៏ត្រូវកត់ដែរបន្ទាប់ពីអ្នកទាំងអស់គ្នាដឹងពីចំណូលខ្លួនឯងហើយបានអ្នកទាំងអស់គ្នាអាចទៅចាយទៅតាមខ្ទង់ដែលអ្នកទាំងអស់គ្នាបានចាអ្នកទាំងអស់គ្នាកន្លែងហ្នឹងខ្ញុំចង់បើកវងកញ្ចក់បន្តិចចំណូលរបស់អ្នកទាំងអស់គ្នាគឺផ្ដើមចេញពីអីអ្នកទាំងអស់គ្នាគឺត្រូវមានចាអញ្ចឹងចំណូលខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាគម្រប់តែមួយផ្លូវឧទាហរណ៍ថាតួអ្នកទាំងអស់គ្នាធ្វើការប្រចាំពេញម៉ោងក៏ដោយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវមាន passive income ត្រូវមានចំណូលផ្សេងចំណូលបន្ទាប់បន្សំហ្នឹងមកផ្គុំគ្នាចាអ្នកទាំងអស់គ្នាមិនអាចរំពឹងចំណូលមួយផ្លូវបានទេខ្ញុំយល់ថាអ្នកខ្លះអ្នកទាំងអស់គ្នាគឺអាចដឹងដោយខ្លួនឯងទេថាចំណូលតែមួយមុខអ្នកទាំងអស់គ្នាអត់អាចចិញ្ចឹមអ្នកទាំងអស់គ្នារស់អត់អាចឲ្យចំណាយទប់នឹងចំណាយដែលអ្នកទាំងអស់គ្នាមានប្រចាំបានទេអញ្ចឹងចំណូលកន្លែងនេះអ្នកទាំងអស់គ្នាត្រូវបែងចែកដូចគ្នាចាចំណូលណាវាប្រើបានសម្រាប់ការចំណាយប្រចាំថ្ងៃដូចជាថ្លៃទឹកថ្លៃភ្លើងចំណូលណាជាចំណូលដែលអាចទប់ឲ្យអ្នកទាំងអស់គ្នាបានជា entertainment ដំណើរកំសាន្តទិញស្បែកជើងទិញកៅអៅទិញសំបុត្រយន្តហោះទិញអីទាំងអស់ហ្នឹងអញ្ចឹងណាតើចំណូលណាដែលអាចជួយចិញ្ចឹមអ្នកទាំងអស់គ្នាដោយការភេត្រឡប់ទៅធនាគារឧទាហរណ៍អ្នកទាំងអស់គ្នាខ្ចីធនាគារអញ្ចឹងអាចំណូលនោះវាមានសារៈសំខាន់មែនតើចាចឹងអ្នកទាំងអស់គ្នាត្រូវបែងចែកកន្លែងហ្នឹងចំណូលខ្ញុំសូមបើកវងកញ្ចក់រៀងឆ្ងាយបន្តិចចាបន្ទាប់មកដល់ចំណាយចាចំណាយឥឡូវឧទាហរណ៍ថាដូចខ្ញុំអ្នកទាំងអស់គ្នាចំណាយរបស់ខ្ញុំស្មើគ្នាទៅនឹងចំណូលហ្មងស្មើនឹងនិយាយបានមួយម៉ាត់ទៀតថាខ្ញុំរាល់ខែគឺថាចាយមួយខែហួសមួយខែចាយមួយខែហួសមួយខែចាយមួយខែហួសមួយខែហ្មងចំណូលដែលខ្ញុំបានមកហ្នឹងណាគឺចាត់ចែងចំណាយហ្នឹងគឺអស់លេងស្មើថេហ្មងអញ្ចឹងអាហ្នឹងក៏វាជាហានិភ័យមួយដែរអ្នកទាំងអស់គ្នាត្បិតតែយើងចេះចាត់ចែងលុយក៏ដោយវាក៏ជាហានិភ័យមួយដែរចាអញ្ចឹងតកតងទៅនឹងការមានតារាងចំណូលចំណាយកត់តារាងចំណូលចំណាយហ្នឹងគឺមានសារៈសំខាន់មែនតើអ្នកទាំងអស់គ្នាអញ្ចឹងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាមានតារាងចំណូលនិងចំណាយច្បាស់លាស់ចាទី2បែងចែកការបង់ហ្នឹងទៅតាមថ្ងៃអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាបង់ទឹកភ្លើងអ៊ីនធឺណិតអាហ្នឹងសំខាន់ឥឡូវខ្ញុំនិយាយសម្រាប់ខ្ញុំចឹងណាបង់ទឹកភ្លើងអ៊ីនធឺណិតហើយនិងធនាគារ4ហ្នឹងគឺមានសារៈសំខាន់មែនទែនអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបែងចែកវាមកតាមថ្ងៃមកហេតុអីបានយើងថាបែងចែកវាតាមថ្ងៃដើម្បីឲ្យពេលដែលយើងកត់អញ្ចឹងទៅជៀសវាងយើងអត់បានបង់គេទៅតាមថ្ងៃអីអញ្ចឹងទៅអត់ភ្លេចបង់ភ្លើងគេកាត់ភ្លើងអីអញ្ចឹងទៅភ្លេចបង់ទឹកគេកាត់ទឹកអីអញ្ចឹងភ្លេចបង់អ៊ីនធឺណិតគឺគេផ្ដាច់អ៊ីនធឺណិតយើងអីអញ្ចឹងទៅបើភ្លេចបង់ធនាគារទៀតចាញ់គេរឹបអូសផ្ទះអីចឹងទៅចាមែនទេអ្នកទាំងអស់គ្នាអញ្ចឹងពេលដែលយើងកត់ចំនួនថ្ងៃអីអញ្ចឹងយើងដឹងថាថ្ងៃណាយើងalertថ្ងៃណាជៀសវាងថាគេផ្ដាច់ទាំងអស់នឹងអីអញ្ចឹងទៅហើយសួរថានឹងមានសារៈសំខាន់អត់មានហើយអាទាំងអស់នឹងវាជាសម្ពាធអត់វាអាចជាសម្ពាធមួយយ៉ាងដែរប៉ុន្តែទាំងអស់នឹងគឺវា
វាសបញ្ជាក់ឲ្យឃើញថាយើងចាត់ចែងនឹងមានរបៀបអញ្ចឹងមួយខ្ញុំសូមផ្សារភ្ជាប់បន្តិចចុះនិយាយត្រឡប់ថយក្រោយបន្តិចចុះតើតើទៅយើងត្រូវមានតារាងជាចំណូលចំណាយរបស់យើងហើយបន្ទាប់មកទី2យើងត្រូវតែមានកត់ថ្ងៃដែលត្រូវបង់ត្រូវអីអញ្ចឹងទៅយើងមានច្បាស់លាស់បែបនេះអញ្ចឹងអ្នកទាំងអស់គ្នាគឺចាត់ចែងបានល្អមែនតើទី3សំខាន់មែនតើអ្នកទាំងអស់គ្នាកាត់ចំណាយណាដែលអត់ចាំបាច់ចាចំណាយអត់ចាំបាច់ហ្នឹងឬក៏បន្ថយឥឡូវខ្ញុំលើកឧទាហរណ៍មួយអ្នកទាំងអស់គ្នាខ្ញុំដោយសារតែពីមុនចំណូលរបស់ខ្ញុំខ្ពស់អញ្ចឹងការប្រើម៉ាស៊ីនត្រជាក់ការប្រើភ្លើងការប្រើទឹកក្តៅទឹកត្រជាក់ក្នុងទឹករបស់ខ្ញុំហ្នឹងអាចប្រើបានមួយខែអីចឹងទៅភ្លើងរបស់ខ្ញុំប្រើរហូតដល់20ទៅ30ម៉ឺនក៏អត់មានបញ្ហាដែរអញ្ចឹងឥឡូវនេះដោយសារតែចំណូលរបស់ខ្ញុំទាបអ្នកទាំងអស់គ្នាគឺខ្ញុំម៉ាស៊ីនត្រជាក់គឺខ្ញុំលែងបើកហើយចាម៉ាស៊ីនត្រជាក់គឺខ្ញុំលែងបើកហ្មងទឹកក្តៅទឹកត្រជាក់នៅក្នុងបន្ទប់ទឹកហ្នឹងក៏ខ្ញុំអត់ប្រើដែរចាអញ្ចឹងពេលដែលខ្ញុំអត់ប្រើម៉ាស៊ីនត្រជាក់ខ្ញុំអត់ប្រើទឹកក្តៅទឹកត្រជាក់ប៉ុន្តែនៅទូទឹកកកខ្ញុំប្រើចាពីព្រោះអត់ទូទឹកកកអត់បានទេតែសួរថាអត់ម៉ាស៊ីនត្រជាក់បានទេបានយើងប្រើកង្ហារចាអត់ទឹកក្តៅទឹកត្រជាក់បានទេបានយើងងូតទឹកធម្មតាទៅដំបូងឡើយយើងអត់ស្វាមទេយូរទៅយើងស្វាមហើយហើយសួរថាហេតុអីបានយើងត្រូវកាត់ដល់ថ្នាក់ហ្នឹងដោយសារតែចំណូលរបស់យើងវាទាបវាអាច cover ទៅនឹងចំណាយបាននឹងជាមូលហេតុដែលខ្ញុំកាត់ហើយកាត់មុនគេគឺខ្ញុំកាត់ទឹកភ្លើងអញ្ចឹងអ្នកទាំងអស់គ្នាដឹងទេមួយខែដែលធ្លាប់30-40ម៉ឺនហ្នឹងធ្លាក់មកទៅសល់តែ10ម៉ឺនជាងអញ្ចឹងទៅអញ្ចឹងពេល10ម៉ឺនជាងហ្នឹងវាស៊ីជាមួយនឹងចំណូលដែលខ្ញុំមានចាបើ30-40ម៉ឺនគឺខ្ញុំអត់មានទេអាហ្នឹងគ្រាន់តែតូចមួយប្រចាំថ្ងៃដែលខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាឧទាហរណ៍ថាដូចអ៊ីនធឺណិតទៀតចុះអ្នកទាំងអស់គ្នាធ្លាប់ប្រើ speed ធំអីអញ្ចឹងទៅតែបើប្រើ speed ធំហ្នឹងវាចាំបាច់ខ្លាំងអ្នកទាំងអស់គ្នាប្រើសម្រាប់ការងារការអីអ្នកទាំងអស់គ្នាធំដុំអាហ្នឹងប្រើទៅតែបើគ្រាន់តែប្រើប្រាស់សម្រាប់ប្រព័ន្ធ social media ហ្នឹងទេលេងអ៊ីនធឺណិតលេង game តិចតួចទេអ្នកទាំងអស់គ្នាប្រើ speed ធម្មតាមួយខែធម្មតា5-10រៀលអីបានហើយកុំប្រើរហូតដល់មួយខែ$30 $60 100ជាង300-400-500អីដូចនេះដែលគេហុកស៊ីធំអីអញ្ចឹងទៅអាហ្នឹងក៏វាជួយកាត់បន្ថយដែរអញ្ចឹងកាត់បន្ថយមុនគេចំណាយមិនចាំបាច់មុនគេដែលអ្នកទាំងអស់គ្នាគួរតែមើលហ្នឹងគឺចំណាយប្រចាំដូចគ្នាចាអាការចំណាយប្រចាំការសន្សំតាំងពីទឹកចាការសន្សំតាំងពីការប្រើប្រាស់ទឹកអ្នកទាំងអស់គ្នាមានសារៈសំខាន់បន្ទាប់មកការសន្សំមួយទៀតហ្នឹងគឺទៅលើថ្លៃម្ហូបអាហារខ្ញុំតែងតែនិយាយរហូតហ្មងតកតងទៅនឹងថ្លៃម្ហូបអាហារមានសារៈសំខាន់មែនទែនតែខ្ញុំសម្ដៅកន្លែងនេះកាត់បន្ថយហ្នឹងមិនមែនធំតែថ្លៃអាហារយើងញ៉ាំប្រចាំឯងសូម្បីតែគ្រឿងក្រៅដែលយើងទិញគ្រឿងទេសដែលយើងទិញប្រចាំខែហ្នឹងក៏មានសារៈសំខាន់ដែរមិនមែនថាចេះយើងចេះតែទិញច្រើនយកមកស្តុកចោលប្រើយើងភាគច្រើនយើងតែងតែនិយាយយកលេសឲ្យខ្លួនឯងអញ្ចឹងយកលេសឲ្យខ្លួនឯងអញ្ចឹងណាយើងថាទិញទៅគង់ទៅប្រើដដែលប្រើអស់ដដែលអញ្ចឹងទៅខែហ្នឹងយើងមានលុយខែក្រោយយើងអត់លុយអញ្ចឹងយើងមិនអត់បានទិញហើយចាអញ្ចឹងអាសម្ភារៈទាំងអស់ហ្នឹងយើងទិញតែមួយល្មមសម្រាប់យើងប្រើប្រាស់បានហើយឲ្យមាននៅក្នុងផ្ទះបាយអ្នកទាំងអស់គ្នាអញ្ចឹងទៅចាអញ្ចឹងតើតើទៅនឹងការកាត់ចំណាយតូចអ្នកទាំងអស់គ្នាក៏ចាំបាច់គួរតែមើលផងដែរចាអញ្ចឹងទី4នេះគឺចុងក្រោយអ្នកទាំងអស់គ្នាប្រសិនណាបើយើងចេះចាត់ចែងលុយហើយចាយើងនៅតែចំណូលរបស់យើងក៏នៅតែវាទាបទៀតអញ្ចឹងអ្នកទាំងអស់គ្នាគឺមានតែផ្លូវមួយទេគឺស្វែងរកចំណូលបន្ថែមចាស្វែងរកចំណូលបន្ថែមនោះវាមានច្រើនផ្លូវមែនតើកាត់បន្ទៅអ្នកទាំងអស់គ្នាបើសិនជាអ្នកធ្វើការត្រូវតែព្យាយាមរកដោះខាត់ហើយលក់ជំនាញរបស់យើងដែលយើងមានហ្នឹងណាគេថាព្យាយាមទៅខាងក្រៅទៅអីឥឡូវខ្ញុំលើកឧទាហរណ៍ខ្លួនឯងហ្មងទៅស្រួលដើម្បីឲ្យអ្នកនរគ្នាយកទៅគិតឲ្យពិចារណាអញ្ចឹងដោយរាល់ថ្ងៃហ្នឹងការធ្វើការរបស់ខ្ញុំហ្នឹងគឺខ្ញុំធ្វើការជា HR ចាខ្ញុំមិនមែនតែសំដៅទៅលើរើសបុគ្គលិកមួយចាធ្វើប្រាក់ខែធ្វើបរិស័ទធ្វើអីទាំងអស់ហ្នឹងទេចាខ្ញុំត្រូវមានជំនាញតាក់ទងទៅនឹងខាងផ្នែកធ្វើវីសាធ្វើកាត់ការងារធ្វើអីអញ្ចឹងទាំងអស់ហ្នឹងយើងត្រូវមានជំនាញហ្នឹងពីព្រោះពេលយើងមានជំនាញហ្នឹងក្រុមហ៊ុនខ្លះដែលគាត់អត់ចង់រើសបុគ្គលិក HR ប្រចាំក្រុមហ៊ុនគាត់ទេអញ្ចឹងគឺគាត់អាចជួលយើងសម្រាប់ដូចថាយើងធ្វើកិច្ចការងារទាំងអស់ហ្នឹងឲ្យពួកគាត់អាហ្នឹងគេហៅថាយើងបានចំណូលពីជំនាញរបស់យើងចាជំនាញទុនរបស់យើងអញ្ចឹងណាអ្នកទាំងអស់គ្នាអាហ្នឹងខ្ញុំនិយាយខ្លីៗចាហើយមួយទៀតបន្ថែមចំណូលអីទៅបន្ថែមចំណូលតទៅនឹងការលក់យើងមិនអាចលក់តែមុខបានទេដូចខ្ញុំអញ្ចឹងពីមុនខ្ញុំលក់តែសភៅចាប់ចែងលុយអីអញ្ចឹងឥឡូវនេះខ្ញុំប្រហែលជាមិនមែនលក់តែមុខទេខ្ញុំអាចលក់ច្រើនមុខអីអញ្ចឹងទៅហើយយើងត្រូវតែក្លាហានយើងអត់មានអ្នកណាគេទាញដៃនឹង
ចាប់អូសទាញយើងក្រៅពីយើងខ្លួនឯងទេអ្នកទាំងអស់គ្នាអញ្ចឹងជារួមមកនេះគឺជា4ចំណុចខ្លីៗតាក់ទងទៅនឹងទោះអ្នកទាំងអស់គ្នាមានចំណូលទាបប៉ុណ្ណាក៏ដោយក៏អ្នកទាំងអស់គ្នាគឺត្រូវតែចាត់ចែងលុយបើចាត់ចែងលុយហើយនៅអត់ល្អទៀតគឺមានតែវិធីចុងក្រោយហ្នឹងទេគឺស្វែងរកចំណូលបន្ថែមអញ្ចឹងប៉ុណ្ណាអ្នកទាំងអស់គ្នាចឹងវីដេអូក៏មានតែប៉ុណ្្នឹងដែរចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច like subscribe នៅវីដេអូរបស់ខ្ញុំម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយសប្តាហ៍